បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដាននៅលើ page របស់ធនាគារ APD ជាពិសេសគឺអ្នកដែលគាត់និយមតាមដាននៅការចែករំលែកពាក់ព័ន្ធជាមួយនឹងចំណេះដឹងហុងស៊ុយនានារបស់ខ្ញុំបាទដែលជាទូទៅជារឿយៗបងប្អូនតែឃើញខ្ញុំតែងតែចែករំលែកនៅក្នុង page ផ្លូវការរបស់ធនាគារ APD ជាក់ស្ដែងដូចនៅក្នុងថ្ងៃនេះខ្ញុំក៏មានវត្តមានសារជាថ្មីនៅលើ page របស់ធនាគារ APD ទៅលើប្រធានបទពាក់ព័ន្ធជាមួយនឹងឆ្នាំថ្មីផងដែរតែការចែករំលែករបស់ខ្ញុំនេះមានភាពប្លែកហើយអាចនឹងងាយស្រួលឲ្យបងប្អូនស្ដាប់ជាងរាល់ដងពាក់ព័ន្ធជាមួយនឹងរាសីរបស់ឆ្នាំទាំង12សម្រាប់ឆ្នាំ2026ចឹងចំណុចទី1ដែលខ្ញុំចង់ធ្វើការចែករំលែកនេះពាក់ព័ន្ធជាមួយនឹងចំណុចសម្រាប់បងប្អូនណាដែលគាត់ងាយប្រឈមជាមួយនឹងបញ្ហាទំនាក់ទំនងឬមួយក៏គេហៅថាមនោសញ្ចេតនាទៅខាងក្រៅការនិយាយស្ដីជាមួយនឹងមជ្ឈដ្ឋានខាងក្រៅមនុស្សជុំវិញខ្លួនដែលគាត់អាចមានងាយជួបបញ្ហាតើនៅក្នុងសត្វណាខ្លះអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ដឹងកន្លែងនេះខ្ញុំនឹងប្រាប់បងប្អូនពីសត្វដែលងាយប្រឈមជាមួយនឹងបញ្ហាទំនាក់ទំនងហ្នឹងគឺមានដូចជាឆ្នាំជូតអ្នកឆ្នាំកុលហើយនិងឆ្នាំចុងក្រោយគឺអ្នកដែលគាត់កើតនៅក្នុងឆ្នាំថោះអញ្ចឹងជាក់ស្ដែងនៅក្នុងឆ្នាំដែលគាត់ងាយប្រឈមជាមួយនឹងបញ្ហាទំនាក់ទំនងការនិយាយស្ដីខាងក្រៅការរាប់អានខ្សែគប់មិត្តភ័ក្តិជុំវិញខ្លួននេះគឺមាន3សត្វហ្នឹងក្នុងនេះគឺយើងឃើញថាមាន2សត្វហើយដែលគាត់ស្ថិតនៅក្នុងសត្វដែលឆុងឆ្នាំដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់កើតនៅក្នុងឆ្នាំជូតនិងឆ្នាំថោះអាហ្នឹងគឺគាត់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងអ្នកដែលគាត់កើតនៅក្នុងឆ្នាំកុលអញ្ចឹងគាត់អាចទៅកាត់ឆុងឬមួយក៏គាត់អាចបន្តស្ដាប់វីដេអូនេះទៅខ្ញុំនឹងប្រាប់ពីដំណោះស្រាយតិចតួចទៀតដែលអាចធ្វើឲ្យចំណុចដែលងាយរសើបឬមួយក៏បញ្ហាដែលកើតចេញពីទំនាក់ទំនងនេះវាកាត់បន្ថយអញ្ចឹងសម្រាប់ឆ្នាំទាំង3ចំណុចដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាកត់ចំណាំការនិយាយស្ដីរបស់អ្នកទាំងអស់គ្នានៅក្នុងឆ្នាំ2026បើសិនជាអ្នកទាំងអស់គ្នាទៅនិយាយសាច់ការជាមួយនឹងមនុស្សនៅជុំវិញខ្លួនតែនិយាយយូរទៅមានអារម្មណ៍ថាខ្លួនឯងកំពុងតែនិយាយរឿងដដែល2ទៅ3ដងនេះគឺជាសញ្ញាណបង្ហាញថាបញ្ហាឬមួយក៏រឿងឆុងដែលខ្ញុំនិយាយអំបញ្ញមិញពាក់ព័ន្ធនឹងទំនាក់ទំនងនេះវារៀបនឹងកើតឡើងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់កើតឆ្នាំទាំង3នេះហើយគាត់ពងតែជជែកមួយគេប៉ុន្តែគាត់មានអារម្មណ៍ថាគាត់និយាយដដែល2 3ដងគួរតែឈប់ការនិយាយរបស់ខ្លួនឯងឬមួយក៏រៀបចំសម្រួលអេយ៉ាបតរនឹកប្រធានបទថ្មីឬមួយក៏ការងារថ្មីនិយាយសារឡើងវិញអានឹងល្អជាងអញ្ចឹងបើយើងនិយាយសួរស្ដាប់គុំនិយាយច្រំដែរបាទហើយមួយទៀតសម្រាប់តំណែងនៅមជ្ឈដ្ឋានខាងក្រៅបើសិនជាមានមនុស្សណាដែលយើងទៅតែស្គាល់យើងថ្មីឬមួយក៏ជាប្រភេទមនុស្សដែលគាត់មិនសូវជាចិត្តស្និទ្ធមួយយើងប៉ុន្មានទេតាំងពីដើមមកស្រាប់តែនៅក្នុងរយៈពេលនេះគាត់ត្រឡប់មកចិត្តស្និទ្ធជាមួយនឹងយើងវិញហើយគាត់ចាប់ផ្ដើមលើកសរសើរពីយើងគាត់ចាប់ផ្ដើមនិយាយពាក្យថានឹកយើងខ្លាំងចង់នៅជាមួយយើងខ្លាំងបែបធ្វើឲ្យយើងទន់ចិត្តក្រុមមនុស្សនេះហើយក៏ខ្លាចទៅជាក្រុមមនុស្សម្នាក់ដែលយើងអាចមានទំនាក់ទំនងខុសជាមួយនឹងពួកគាត់ដែរអញ្ចឹងការនិយាយស្ដីជាមួយនឹងក្រុមដែលគាត់មកសរសើរយើងដែលជាមនុស្សមិនសូវជាចិត្តស្និទ្ធហើយត្រឡប់មកនិយាយមួយយើងនេះគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំណុចទី3គឺជាចំណុចដែលកាន់តែធ្ងន់នឹងមានចំនួនឆ្លោះគ្នាជាមួយនឹងមនុស្សនៅជុំវិញខ្លួនកាន់តែខ្លាំងបើសិនជាអ្នកទាំងអស់គ្នាជឿទៅលើអ្នកទី3អ្នកទី3គឺជាក្រុមមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាគាត់អត់មាននៅក្នុងហេតុការណ៍ណាមួយដែលយើងស្ថិតនៅក្នុងតំណងទេប៉ុន្តែគាត់ឲ្យយោបល់មកឲ្យយើងនៅលើហេតុការណ៍មួយហ្នឹងប៉ុន្តែការឲ្យយោបល់របស់គាត់ក្នុងរូបភាពឲ្យយើងបែកបាក់មានន័យថាមនុស្សទី3មានល្អមានអាក្រក់ចឹងអ្នកខ្លះគាត់ចូលមកសម្របសម្រួលយើងគាត់ថាអូតែជែកគ្នាវិញទៅនិយាយគ្នាច្បាស់លាស់ទៅរឿងនឹងមកពីយល់ច្រឡំអី1 2 3ទេកុំប្រកែកប្រកាន់គ្នាច្រើនពេករាប់អានគ្នាវិញទៅអាហ្នឹងមិនអីទេតែក្រុមមនុស្សទី3មួយប្រភេទដែលគាត់ចូលមកគាត់ថាកាត់ចោលទៅកុំខ្វាយខ្វល់ច្រើនពេកម្នាក់ហ្នឹងក៏មិនល្អដូចថ្ងៃឯងនិយាយចឹងខ្ញុំជឿអញ្ចឹងដែរព្រោះខ្ញុំគិតថាម្នាក់ហ្នឹងអាក្រក់ចឹងដែរនេះបើសិនជាអ្នកនរគ្នាស្ដាប់ហើយអត់យកជាការអត់បញ្ហាតែបើអ្នកនរគ្នាស្ដាប់ហើយយកទៅអនុវត្តខ្ញុំហ៊ានធានាថានៅក្នុងឆ្នាំ2026នេះផ្នែកទំនាក់ទំនងនៅខាងក្រៅជាមួយនឹងមនុស្សជុំវិញខ្លួនគឺឆាចោលតែម្ដងហើយយើងនឹងអាចបន្តបញ្ហានេះរ៉ាំរ៉ៃរហូតដល់ឆ្នាំក្រោយឬមួយក៏ឆ្នាំក្រោយមួយទៀតផងដែរអញ្ចឹងសម្រាប់ឆ្នាំទាំង3ដែលខ្ញុំបាននិយាយខាងលើនេះចំណុចសំខាន់ទាំង live ដែលខ្ញុំនិយាយអំបញ្ញមិញគឺជាឫសគល់ដែលអាចឲ្យកើតបញ្ហាហើយបើសិនជាអ្នកនរគ្នាធ្វើរឿងហ្នឹងហើយនឹងមានរឿងជាច្រើនកើតឡើងហើយស្មុគស្មាញជាងនឹងអញ្ចឹងសម្រាប់
គាត់ដែលគាត់កើតនៅក្នុងឆ្នាំទាំង3ខ្ញុំប្រាប់ពីរបៀបកែកន្លែងនឹងតិចឈរឲ្យចំកណ្ដាលផ្ទះរបស់យើងហើយយើងអាចដាក់ទឹកមួយថូឬមួយក៏ទឹកធ្លាក់នៅចំកណ្ដាលផ្ទះរបស់យើងតែបច្ចៈកណ្ដាលផ្ទះមិនមែនជំនាញផ្ទះទេជំនាញផ្ទះមនុស្សម្នាក់មិនមែនស្ថិតនៅក្នុងកណ្ដាលផ្ទះទេអញ្ចឹងយើងអាចឈរវាស់មកមុខផ្ទះយើងប្រមាណចែកជា2ជម្រៅប្រមាណចែកជា2រកចំណុចកណ្ដាលហើយដាក់ទឹកម្ដបឬមួយគឺដេកអ្វីដែលជាប្រភេទទឹកនៅក្នុងទិសចំកណ្ដាលផ្ទះនេះគឺអាចជួយកាត់បន្ថយប៉ុន្តែមិនលុបបំបាត់ទេគ្រាន់តែជួយកាត់បន្ថយហើយអាចជាសញ្ញាណរំលឹកយើងរៀបជួបនៅបញ្ហាទាំងអស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកចំណុចទី1ហើយយើងនឹងចូលទៅចំណុចទី2ចឹងយើងចូលទៅកាន់ប្រធានបទទី2ចំណុចទី2នេះគឺពាក់ព័ន្ធជាមួយនឹងឆ្នាំដែលគាត់មានឱកាសឬមួយក៏គេហៅថាស្មារតីនៅក្នុងការចាប់មុខរបរអាជីវកម្មបានខ្លាំងជាងគេអញ្ចឹងខ្ញុំបញ្ជាក់អាជីវកម្មនេះរាប់ទាំងអ្នកគាត់រកស៊ីមានហាងខ្លួនឯងនិងអ្នកដែលគាត់មានកំពុងតែបំពេញការងារធ្វើហ្នឹងក៏ខ្ញុំហៅថាអាជីវកម្មដែរអញ្ចឹងសម្រាប់ឆ្នាំទាំង3ដែលគាត់មានសតិឬមួយក៏គេហៅថាមានសតិអារម្មណ៍ឬមួយក៏មានស្មារតីខ្ពស់នៅក្នុងការរកស៊ីនៅក្នុងឆ្នាំនេះគឺមានដូចជាឆ្នាំម្សាញ់ឆ្នាំពពែហើយនិងឆ្នាំឆ្លូវត្រឡប់មកវិញយើងស្ដាប់ទៅឮពាក្យថាឆ្លូវទៀតហើយឆ្លូវនៅក្នុងឆ្នាំ2026នេះក៏ជាឆ្នាំឆុងប៉ុន្តែឆ្នាំឆ្លូវក៏ជាឆ្នាំមួយដែលគាត់អាចមានអារម្មណ៍ឬមួយក៏ការពុះ control ទៅក្នុងការរកស៊ីរបស់គាត់នេះក៏ខ្លាំងគួរសមដែរអញ្ចឹងសម្រាប់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាអ្នកដែលគាត់កើតនៅក្នុងឆ្នាំ3នេះគឺសូមចាប់យកឱកាសឲ្យបានខ្ពស់នៅក្នុងឆ្នាំ2026ទៅលើការរកស៊ីហើយអ្នកនរនេះត្រូវចាំថាឆ្នាំទាំង3ដែលគាត់មានឱកាសក្នុងការចាប់មុខរបររកស៊ីនេះគឺទាមទារមានចំណុចមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសង្កល់ខ្លួនឯងថាការចាប់ឱកាសនោះត្រូវឬមួយក៏ខុសតើជាឱកាសដែលខ្ញុំនិយាយឥឡូវហ្នឹងឬមួយក៏មិនមែនអញ្ចឹងឱកាសទាំងឡាយណាដែលហុចផ្លែផ្កាមកឲ្យយើងនៅចុងបញ្ចប់ចុងគ្រាគឺជាការងារទាំងឡាយណាដែលបងប្អូនចាប់ហើយដំបូងគឺបានបង្ហាញពីបញ្ហាមកឲ្យបងប្អូនភ្លាមអញ្ចឹងបញ្ហាទាំងអស់ហ្នឹងណាបើសិនជាអ្នកទាំងអស់គ្នាអាចដោះស្រាយវាបានអាចបញ្ចប់វាបានបន្ទាប់ពីហ្នឹងគឺដំណើរការរលូនហើយចុងក្រោយលទ្ធផលផ្លែផ្កាប្រកាសជាផ្អែមឆ្ងាញ់ជាមិនខានតែបើសិនជាមុខរបរណាឬមួយក៏ឱកាសការងារណាចូលមកដំបូងគឺល្អតែម្ដងមានន័យថាស្ដាប់មកគឺក៏អូបស្ដាប់មកគឺអត់មានបញ្ហាស្ដាប់មកគឺអត់មានភាព stress សោះខ្ញុំចង់បញ្ជាក់ថានោះហើយមិនមែនជាឱកាសដែលខ្ញុំកំពុងតែនិយាយចែករំលែកនៅក្នុងប្រធានបទនេះទេអញ្ចឹងសម្រាប់អ្នកដែលគាត់កើតឆ្នាំទាំង3នេះអ្នកទាំងអស់គ្នាគួរតែចេញទៅខាងក្រៅឲ្យច្រើនជួបជាមួយនឹងមនុស្សដែលបងប្អូនគិតថាជានិមិត្តសញ្ញាឬមួយក៏ជាគំរូរបស់យើងឧទាហរណ៍ថាយើងចង់រកស៊ីទៅលើផ្នែកអីមួយអចលនទ្រព្យអញ្ចឹងយើងទៅមើលអ្នកណាដែលគាត់ជំនាញអចលនទ្រព្យហើយយើងទៅសិក្សាពីគាត់យើងទៅជជែកជាមួយគាត់បានយើងទៅរៀនពីគាត់បានអ្នកទាំងអស់គ្នាប្រកាសជាអាចជួបឱកាសប៉ុន្តែបច្ចៈមិនមែនឱកាសកើតពីពួកគាត់ទេតើតែបងប្អូនធ្វើទង្វើសកម្មភាពចេញទៅខាងក្រៅនឹងច្រើនបានអាលៀបដែលខ្ញុំនិយាយមិញហ្នឹងវាកើតមកអញ្ចឹងបើសិនជាក្នុងករណីបងប្អូនយើងកើតឆ្នាំហ្នឹងប៉ុន្តែយើងឃើញលៀបយើងមកយឺតអញ្ចឹងយើងអាចមើលកត្តាហ្នឹងតើយើងបានចេញទៅខាងក្រៅអត់តើយើងបានបើកបេះដូងស្ដាប់អ្នកដែលគាត់រកស៊ីឬមួយក៏មុខរបរដែលយើងចង់ចាប់នឹងអត់បើសិនជាយើងអត់បានចេញទៅខាងក្រៅជួបពួកគាត់គេលៀបទាំងអស់ហ្នឹងទោះបីជាមានក៏វាមកតិចឬមួយក៏មកយឺតពេលដែរនេះគឺជាចំណុចទី1ចំណុចទី2ពាក់ព័ន្ធជាមួយនឹងមុខរបរសម្រាប់ឆ្នាំទាំង3នេះខ្ញុំមានដំណំទោះបីជាយើងមានតារាសំណាងឬមួយក៏លៀបក្នុងការរកស៊ីប៉ាត់មែនប៉ុន្តែចំណុចខ្សោយមួយទៀតនៅពេលដែលយើងដាក់ដើមរកស៊ីមិនហ្នឹងយើងនិយាយពីរបៀបរកឱកាសហ្នឹងហើយឥឡូវយើងនិយាយពីពេលដែលយើងបានឱកាសហ្នឹងមកក្នុងដៃការដាក់ដើមច្រើនជ្រុលក៏អាចធ្វើឲ្យលៀបនេះថយធម៌ពលដែរអញ្ចឹងក្នុងឆ្នាំទាំង3ដែលខ្ញុំចែករំលែកបើសិនជាយើងមានឱកាសរកស៊ីសុខចិត្តដាក់ដើមសមល្មមដែលយើងគិតថាមិនច្រើនពេកមិនតិចពេកប៉ុន្តែវានៅក្នុងកម្រិតមួយដែលអាចដំណើរការអាជីវកម្មនឹងបានរលូនគឺជារឿងល្អបំផុតតែម្ដងសម្រាប់ការចាប់និងចម្រាញ់ឱកាសលៀបនៃការរកស៊ីរបស់យើងនេះឬមួយក៏ការធ្វើការរបស់យើងនេះឲ្យចេញជាផ្លែផ្កាឲ្យយើងវិញអញ្ចឹងសម្រាប់អ្នកដែលគាត់កើតឆ្នាំទាំង3នេះហើយគាត់ចង់ឲ្យឱកាសទាំងអស់នេះរលូនជាងមុនយើងគួរតែសម្លឹងមើលនៅទិសខាងកើតឈៀងខាងត្បូងររបស់ពណ៌ក្រហមដូចជាផ្កាក្រហមរបស់តុបតែងពណ៌ក្រហមយើងអាចរកអីក៏បានដែរច្រើនណាស់ពណ៌ក្រហមមិនចាំបាច់ថាត្រូវជាផ្កាជួនកាលយើងអាចយកមើលជាกระดาษក្រហមសំបកអាំងប៉ាវក្រហម
ấp có hôm có dừng ai vô tập tăng nó không tư hàng cao trên tập bông ban đôi kia hay bờ sân chỉ nó tư hàng cao trên tập bông này miền bà địa cả lõ cái này đi hay cứ chia cái này để bông ôn xa từ cho mơ cả cái đó mới có bó hôm để dừng tăng nắng rồi mới có những ai cho ổng coi lên được bài tư hàng cao trên cái bố đứa mới nó không tư hàng cao trên tập bông tăng mà đó liếp rồi mới có đà ra xa để nhông vậy rồi mới còn liếp sầm nang để nhông vậy mấy nít cứ vì ai nâng miền bờ sân tập hiệp của chuyên môn chẳng trong nội bản tọp ní cứ chia trong nội tí bấy nhông để dây ẩm phí bánh nhà há sầm pon là phiền này há sự phèn cô không có xa rồi mới có những anh vậy thì bánh nhà há bé đông thành một đòn chẳng sầm rạp nè để có cao nơi không năm tiền buôn để nhông bạc càng bị điện ní sầm rạp nè để có miền này há con đừng ai nên học các không cao bằng cao rút hiệp miền sự phèn cô bàn chán hay sầm rạp nè để có nơi liếu con đừng ai chuột mình đâu để chạm bà rõm từ lừa cốt hay mình đâu tầng nó đừng tam chi diếm mà nơi các bài này tầng ở khía hay xua tháo ta này tỏ khía ai miền cu được ót anh ấy sai từ lừa cả bạc bè đồ bon này tỏ khía đây chẳng bè pon chỉ mỗi năm tiền 4 cứ miền đôi chỉ năm mà sánh bỏ bé rọc cá hay nâng chơi tiêu này bông ổn chơi tụi bay chỉ năm trong bật mến còn bật té chơi nơi miền riêng sầm nàng chỉ chờ anh cái này ní nhưng trong bạch trẻ đá bè pon chỉ mỗi nâng sắp tiền 4 ní cứ chỉ krom sắp để con nghe bởi chuột chỉ mỗi nâng riêng lõ nó không khổ xa bao có bè mừng cố hay chiều xét cứ sầm rạp này để con nơi liếu trong miền này há con đừng ai chuột mình đu đài lõ trâu mà chơi nữa không chỉ bật bo dướng vậy huống tất cứ dướng đăng tha kia cầm pung tại tam lạnh dương tại mà đòn sầm khán từ ta dương khuôn ấy prom bao bề đôn được ọtอันนี้คือชื่อจำนวนสำคัญจังแปลว่าจำนวนในจำนวนนี้ตาเมียนกับตาไว้คลาสได้ยมไอปรับบองปอนปีระเบียบในการจุ่มร้อยเอาครัวซาหรือมวยก็สถานภาพสไนฮาบอกอยู่นี้เป็นการตลอดจำนวนที่มวยโดยซาแต่ในขนมชนำนี่คือจีชนำเทียบเพลิงหนึ่งเพลิงโดยชนให้บทสันจิตต่อขึ้นจังเอาในขนมกลมครัวซาบอกเยอะมีสุภาพมงคลในต่อขึ้นเราประกันชอบเพียบนิยัยสได้หรือมวยกาจอแจอูอ้อในขนมพุทธบอกรุ่นไหนจังในขนมชนำนี่สำหรับเตี้ยหน้าแต่ก็มีสภาพอูอ้อประเดี๋ยวประปนโกนจะแจกเนียประไลเนียเลงจะมวยเนียในขนมเตี้ยเราบอกเยอะเตี้ยนู้หนึ่งไอมีนสุภาพมงคลบานกันแต่ชราอันนี้บางยังยังปีสก้ารุ่นเนอร์บอกมันดูยังไม่ยังก็ไอดังได้ท่าประเดี๋ยวพ้นจุดตู้เต๋อเบอร์สันจะยังในกระบายขี้เนี่ยยังเล่นจะมวยหนึ่งโกนจะไหนไปเวลีปลายขี้เนี่ยวิ่งรถแต่บังการเพียบเรียบบันไดบางปอนในมีนชนำคลามีนเปคลาบางปอนปลายขี้เนี่ยจังบังการเจียบเพียบรอนเย่รอนใหญ่ให้ทนวิ่งให้ใบจะจังเลยสงัดวิ่งบันไดในขนมชนำปีปอมแบบให้ผมมวยนี่สำหรับสัตว์แต่งบ้วนกูนะแต่บังการปลายยากะอูอ้อเพียบจะแจกขี้เนี่ยเพียบสนัดสนาหรือขนมกระดูซ่าnhưng cái thằng này đóเขาเนี่ยประกอบจะจังตลอดมาเตะเหมือนเดิมตัวใบเฉียดทั่วกาฮอตก็เหมือนทนเตะได้คือจังตลอดมาครัวซายำใบจุ่มคือเนี่ยมันเล่นจุ่มมวยโกนนั่งให้คือเจียกับตาตุ้ยๆđểยมจังเอาเนี่ยđểก่อนมีครัวซาให้ไอ้จังเหมือนการสุภาพเหมือนโกนในขนมครัวซาบานกันแต่เฉินทั่วสกัมมาเพียบหนึ่งแต่สกัมมาเพียบเด็กยมห้ามวิ่งคือเจียสกัมมาเพียบเทียบตัดคือการมันใหญ่สได้คือการตลอดเจ้ามันเนี่ยคือต่อเจ้ามีในท่าได้ก่อแต่เจ้าปนก่อแต่เจ้ามีปัญหาก่อมันเลิกยอมมาดิยัยแต่เจ้าเละขนมจัดโกนก่อโดยขี้มันบังการเพียบสนาเพียบแต่เจ้าในห้างคือเจียสัญญาณได้สัญซ้ำหนึ่งปัญหาให้ทำไอ้ปรับในออกขี้ท่าบาสันจะยังมีสักการมาเพียบต่อเจ้าแบบนี้ในขนมกระซาปล่อยยับขนมกาวกายปลายใจเบอร์อุติฮอยสู่สดับบาสันจะในออกขี้บังการเพียบต่อเจ้าแบบนี้การมันดิยัยสได้การเดซาแต่ในขนมจัดยังกุมแบบแต่เจ้านี้ต่างอ้อนี้คือเชียกรอบปัญหาใบยืนเยอะอักขระสดับคือเชียกรอบมินแต่มาดองแบบเส้นเชียวิบตู้กรัวซาเราบอกยืนประกอบเชียประชมหนึ่งปัญหาให้อ้ายหนึ่งเลือกตะดอลจนหน่อยเลยเลี้ยหรือมือกับใบบแต่แบบเส้นจะยืนจะเช็คเนี่ยเฉินมินเหืองยัยเนี่ยกลมอ้อยตุกชลองไงอันนั้นคือเชียงหล่อบ่มพอดให้สำหรับเนี้ยแต่ก้อนเหมือนตอนมินกูวิ่งให้ก้อนจังดังทากตากูหรือมวยก่อนเนี่ยได้ก็กำปงแต่ลุยสลายตามสลายนั้นตามสลายยืงไปนั้นตาชื่อกู้ล้อหรือมวยก่อนล้อยมไอเมียนกันลือมวยไอปรำเนี่ยต่อขณีบานอีกนี้คือเนี่ยต่อขณีไอเมื่อถ่าตาเหมือนดูได้กอดโชว์เมาส์ตากอดเชี่ยเหมือนดูระเบียบใหม่จะเหมือนยังไปแย่แบบเนี่ยขณีเหมือนดูได้สลายยืงให้จัดตกถ่ายเจียกรมเหมือนดูได้เรียบในขนมหรือมวยก่อนดาราซะสไนเอายืงจุ๊บพี่ชนะบุกกอดโชว์มาคือกอดเมาปัดดาวยืงแต่มาดองอุติห่อก็ยืงกับพงแต่เรียนยืงเรียนอัตราก็นั่งโจม้าก็เห็นยืงบ่ก็เพียบยืงฐานนั่งเขาห้อยนั่งเธอแต่เห็นเจ๊ปันได้ยืงสดับได้ยืงมีอารมณ์ผิดซาเบะโด่งกันท่า
អ្នកហ្នឹងគឺកំពុងតែចាប់អារម្មណ៍យើងតែគាត់យកលេសក្នុងការបរិញ្ញាយើងហ្នឹងយកមកជជែកមួយយើងបន្តរក្សាតំណងជាមួយនឹងក្រុមប្រភេទបែបហ្នឹងឬមួយពេលដែលយើងកំពុងធ្វើការអញ្ចឹងយើងកំពុងតែ stress អញ្ចឹងស្អីមានបុគ្គលិកគ្នាឯងណាម្នាក់ដែលគាត់ចាប់អារម្មណ៍យើងគាត់ចូលមកគាត់អត់មានសួរយើងថាយើងមានគូណាគាត់ចូលមកគាត់ថាអូអាហ្នឹងចង់ដោះស្រាយអាហ្នឹងដោះស្រាយចេះធ្វើចេះធ្វើអញ្ចឹងមួយចោះមួយធ្វើអញ្ចឹងលើកក្រោយឲ្យទៅជួបបញ្ហាហ្នឹងធ្វើអញ្ចឹងនឹងដោះស្រាយលឿនមកហើយអ្នកនរគ្នាមានអារម្មណ៍ថាបុគ្គលហ្នឹងគឺតែងតែមកជួយយើងក្នុងរូបភាពរៀងចាប់អារម្មណ៍ស្នេហាដែរបើអាចបើកឱកាសបានក៏បើកចោះព្រោះនេះគឺជាសញ្ញាណមនុស្សដែលលៀបឬមួយក៏តារាសាស្ត្រធម្មពលស្នេហានៅក្នុងឆ្នាំ2026កំពុងតែចាត់បញ្ជូនមកឲ្យអ្នកទាំងអស់គ្នាតែបើសិនជាអ្នកទាំងអស់គ្នាបដិសេធអត់បើកបេះដូងទៀតទៅបាត់អាហ្នឹងគឺជារបស់អ្នកទាំងអស់គ្នាទេអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ជំរុញចំណុចនេះគាត់អាចសម្លឹងមើលនៅទិសខាងកើតនៃផ្ទះរបស់គាត់ហើយតាំងនៅដើមរាសី9ដើមក៏បាន4ដើមក៏បានដាក់នៅជ្រុងនៃទិសខាងកើតមួយឆ្នាំពេញអ្នកទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ស្រស់ស្រាយហើយពិតជាចង់មានសុភមង្គលក្នុងគ្រួសារជាពិសេសនឹងចង់មានស្នេហាឆាប់ហើយយើងនឹងបន្តទៅប្រធានបទបន្តទៀត Beyond Premier, the signature banking experience.